កុំភ្លេចធ្វើតាមលក្ខខណ្ឌនៅក្នុង comment ខាងក្រោមដើម្បីទទួលបានលេ Vaseline free សួស្តីអ្នកនរគ្នាឥឡូវហ្នឹងគឺខ្ញុំនៅ Max Cafe ហើយក្នុងដៃរបស់ខ្ញុំគឺមាន Vaseline អញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងមកលេង game ជាមួយនឹងគ្នាយើងឥឡូវតោះមកតាមខ្ញុំទាំងអស់គ្នាមក game មួយហ្នឹងមានឈ្មោះថាតេស្តការចងចាំអញ្ចឹងបងគិតថាបងជឿជាក់លើការចងចាំបងបានប៉ុន្មាន%ដែរ 50% បង120ក៏បានដែរបង120តោះអូខេ120ខ្ញុំនឹងនិយាយពីផលិតផលហ្នឹងថាវាជួយបានអីខ្លះដល់ស្បែករបស់យើងហើយខ្ញុំឲ្យបងនិយាយឡើងវិញបើសិនជាបងអាចនិយាយបានត្រូវពី70%ឡើងបងនឹងទទួលបានលេ Vaseline ចំនួន1ដបសម្រាប់លេ Vaseline ពណ៌ផ្កាឈូកវាជួយផ្ដល់សំណើមដល់ស្បែករបស់យើងឲ្យស្បែករបស់យើងសភ្លឺថ្លាចេញពីខាងក្នុងលេ Vaseline SPF 50+វាជាលេការពារកម្ដៅថ្ងៃដែលយើងអាចប្រើប្រាស់ពីអាយុ13ឆ្នាំឡើងទៅបាន សម្រាប់ Vaseline SPF 50+នេះសម្រាប់ការពារកម្ដៅថ្ងៃនិងប្រើបានពីអាយុចាប់ពី13ឆ្នាំឡើងទៅសម្រាប់ Vaseline ពណ៌កញ្ជុកនេះជួយផ្ដល់សំណើមចេញពីខាងក្នុងនិងធ្វើឲ្យស្បែកភ្លឺថ្លាជួយផ្ដល់សំណើមដល់ស្បែកលេពណ៌កញ្ជុកនេះជួយផ្ដល់សំណើមឲ្យស្បែករលោងភ្លឺថ្លា SPF 50+នេះជួយការពារកម្ដៅថ្ងៃប្រើប្រាស់ចាប់ពីអាយុ13ឆ្នាំឡើងទៅអរគុណច្រើនបងដែលបានចូលរួមលេងចាអរគុណច្រើនបងអរគុណច្រើនអរគុណដែលបានចូលលេងចូលដល់ខែក្តៅហើយបើសិនជាអត់ចង់ឲ្យស្បែកអ្នកនរគ្នាមានបញ្ហាកុំភ្លេចលាបលេការពារកម្ដៅថ្ងៃមុនចេញទៅខាងក្រៅជាពិសេសនោះក្នុងវីដេអូនេះគឺខ្ញុំចង់ណែនាំអ្នកនរគ្នាឲ្យមកសាកប្រើជាមួយនឹងលេ Vaseline ដើម្បីឲ្យប្រកាសថាស្បែករបស់យើងបានទទួលការការពារកម្ដៅថ្ងៃគ្រប់គ្រាន់អ្នកនរគ្នាកុំភ្លេចលាបលេឲ្យបាន2តង់ចង់បានស្បែកស្អាតលើស្អាតតើតទៅឧស្សាហ៍បន្តិចអ្នកនរគ្នាតង់ទី1ហ្នឹងកុំភ្លេចលាបជាមួយនឹងលេ Vaseline ដល់ពណ៌ផ្កាឈូកដែលវាជួយផ្ដល់សំណើមដល់ស្បែករបស់យើងឲ្យបានគ្រប់គ្រាន់ក៏ដូចជាធ្វើឲ្យស្បែករបស់យើងសភ្លឺថ្លាចេញពីខាងក្នុងចំពោះតង់ទី2អ្នកនរគ្នាគ្រាន់តែលាបលេការពារកម្ដៅថ្ងៃ SPF 50+ដែលវាជួយការពារកម្ដៅថ្ងៃក៏ដូចជាការពារពីពន្លឺកាំរស្មី UVA និង UVB ជាពិសេសនោះគឺអាចប្រើប្រាស់ចាប់ពីអាយុ13ឆ្នាំឡើងទៅឆ្លៀតពេលហ្នឹងផងដែរក៏សូមអរគុណដល់ម្ចាស់ sponsor ពីខាង Vaseline ដែលគាត់បានឧបត្ថម្ភធំនៅក្នុងវីដេអូហ្នឹងផងដែរហើយបើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូហ្នឹងហើយចង់ឲ្យខ្ញុំធ្វើវីដេអូហ្នឹងបន្តទៀតកុំភ្លេចចុច like comment share ម្នាក់មួយដើម្បីឲ្យខ្ញុំដឹងផងសម្រាប់អ្នកដែលបានធ្វើតាមលក្ខខណ្ឌនៅក្នុង comment ខាងក្រោមគឺខ្ញុំនឹងជ្រើសរើសយក2នាក់ដើម្បីទទួលបានលេ Vaseline ហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកនរគ្នាដែលបានមើលពីដើមរហូតដល់ចប់បាយបាយ